ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹង admin នៅក្នុងคลิปវីដេអូតម្រុយបាល់3គូប្រចាំយប់នេះមកចែកជូនបងប្អូនចង់ដឹងថាគូណាខ្លះមកតាមដានជាមួយនឹង admin ទាំងអស់គ្នាដោយគូទី1ដែល admin នឹងចែកជូនបងប្អូននៅក្នុងកាសូសេរីអាអ៊ីតាលីរវាងកាកាឡាការីនឹងជួបជាមួយនឹងក្រុមបិសាចកោងម៉ៅ AC Milan យើងមកមើលទម្រង់លេងបច្ចុប្បន្នម្ចាស់ផ្ទះក៏រៀងល្អហើយក្រុមភ្ញៀវក៏រៀងល្អបច្ចុប្បន្នក្រុមម្ចាស់ផ្ទះ5គូចុងក្រោយឈ្នះ2ស្មើ2ចាញ់1ចំណែកក្រុមភ្ញៀវឈ្នះដល់13ស្មើ1ចាញ់1ក៏ប៉ុន្តែទោះបីល្អប៉ុណ្ណាតែបើយើងក៏លេខមកមើលប្រវត្តិនៃការជួបគ្នា10ដងក្នុងនោះ AC Milan មិនដែលចាញ់ក្រុមម្ចាស់ផ្ទះទេដោយអាចយកឈ្នះរហូតដល់7ដងហើយនឹងស្មើគ្នា3ដងហើយទម្រង់លេងនារដូវកាលនេះ AC Milan ក៏ឡើងខ្លាំងដែរដូច្នេះសម្រាប់គូមួយនេះ admin ថាស្រឡាញ់ក្រុមណា admin សូមជឿយកក្រុមភ្ញៀវ AC Milan គិតថាយប់នេះ AC Milan អាចនឹងយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះដោយលទ្ធផលបើមិន 2-0 ក៏ 3-0 សម្រាប់ឯគូទី2ដែល admin នឹងចែកជូនបងប្អូននៅក្នុងថ្ងៃនេះគឺនៅក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញរវាង Rayo Vallecano និងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Getafe សម្រាប់ក្រុមម្ចាស់ផ្ទះបច្ចុប្បន្នស្ថិតនៅលេខរៀងទី15នៅក្នុងក្របខ័ណ្ឌ La Liga ចំណែកឯក្រុមភ្ញៀវស្ថិតនៅក្របខ័ណ្ឌលេខរៀងទី11បើយើងមកមើលនៃលទ្ធផលនាពេលកន្លងមកadmin សុំមើលតែអា5ប្រកួតចុងក្រោយហ្នឹងទេសម្រាប់ក្រុមម្ចាស់ផ្ទះឈ្នះបាន2ចាញ់2និងស្មើ1ចំណែកឯក្រុមភ្ញៀវវិញ5ប្រកួតចុងក្រោយហ្នឹងដូចជាមិនសូវជាកាក់កបទេដោយសារអត់ទាន់ឈ្នះទេក៏ប៉ុន្តែបើយើងមកមើលប្រវត្តិនៃការជួបគ្នាក្រុមទាំងពីរដូចជាមិនជាស៊ីដាច់គ្នាទេជួបគ្នានៅក្នុងទឹកដី Getafe 4ប្រកួតចុងក្រោយមិនអាចយកឈ្នះលើក្រុមភ្ញៀវបានទេដូច្នេះហើយគូមួយនេះ admin សុំរងទៅលើក្រុមភ្ញៀវគិតថាបាល់នេះអាចនឹងស្មើគ្នា0-0ឬក៏1-1មកជួបជាមួយនឹងគូចុងក្រោយនៅលីកអងរបស់បារាំងរវាងក្រុម Toulouse FC នឹងជួបជាមួយនឹងក្រុមដែលកំពុងឡើងជើងនៅរដូវកាលនេះគឺក្រុមអីគេដែរមើល admin សុំមើលតិចមើលម្ដងទៀតណាគឺក្រុម Auckland សម្រាប់ក្រុមទាំងពីរToulouse រដូវកាលនេះទើបតែឡើងមកមែនតែក៏ល្អដែរបច្ចុប្បន្ននៅលេខទី8ក៏ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្រុមភ្ញៀវទៅវិញទេដែលអាចក្តោបក្តាប់តារាងលីកអងរបស់បារាំងដែលមានពិន្ទុច្រើនជាងក្រុមយក្សដូច Paris Saint-Germain ដូច្នេះហើយសម្រាប់ការប្រកួតមួយនេះគ្រាប់វិនិយោគក៏មានដែរ admin ជឿជាក់ថាយប់នេះ Auckland នឹងអាចយកឈ្នះទៅលើក្រុមចាប់ផ្ទះ Toulouse លទ្ធផល1-0សម្រាប់3គូថ្ងៃនេះគឺមានគូទី1ឲ្យយក AC Milan គូទី2ឲ្យ Roma Getafe គូទី3ឲ្យវាយស្មើទៅលើក្រុម Auckland នេះគ្រាន់តម្រុយបាល់3គូនៅមានតម្រុយបាល់ផ្សេងៗជាច្រើនទៀតបើសិនណាជាបងប្អូនចង់បានតម្រុយបាល់ក៏ដូចជាគ្រប់វិភាគបាល់ច្បាស់អាចធ្វើការ join group link នៅក្រោម profile របស់ admin ទាំងអស់គ្នាជាចុងក្រោយសូមកុំភ្លេចចុច like ចុច share follow admin ម្នាក់ផងសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នា